ចាលោកសេនាងកញ្ញាឥឡូវយើងវិលមកជួបគ្នានៅវគ្គចុងក្រោយនៅក្នុងកម្មវិធីហើយយើងក៏មានសំណួរដែលបន្សល់ពីវគ្គមុនដែលគាត់បានឈ្មោះសុផុនមកពីអនុងវិញក៏សួរថាគាត់មានជំងឺទឹកនោមផ្អែមហើយគាត់មិនសូវជាមានកម្លាំងនៅសន្លាក់ក្បាលជង្គង់របស់គាត់តើអាការៈនេះគឺជាជំងឺរលាកសន្លាក់ឬក៏អត់សូមអរគុណលោកសុផុនខ្ញុំសូមឆ្លើយសំណួរលោកសំណួរនេះពិតជាល្អជំងឺជំងឺទឹកនោមផ្អែមអស់កម្លាំងនៅជង្គង់បានន័យថាពេលដែលយើងអស់កម្លាំងមិនមែនជាជំងឺសន្លាក់ទេជំងឺសន្លាក់បានន័យជាជំងឺមួយដែលឈឺនៅក្នុងសន្លាក់អញ្ចឹងយើងគ្រាន់អស់កម្លាំងនៅក្នុងសន្លាក់ទុនជង្គង់បាទទុនជង្គង់មិនមែនជាជំងឺសន្លាក់ទេអញ្ចឹងជំងឺលោកដោយសារអីពេលណាលោកកើតជំងឺទឹកនោមផ្អែមយូរទៅសាច់ដុំរបស់កភ្លៅទាំងកភ្លៅនិងកពួនជើងឬក៏តង់ដុងលីកំងមួយចំនួនវាអត់មានកម្លាំងវាខ្សោយដោយសារការអុបទិចុងឬក៏អាំផ្លាម៉ាស្យុងរបស់វេសូឬក៏សរសៃឈាមខ្ញុំចង់និយាយសរសៃឈាមដែលបានទៅចិញ្ចឹមទៅលើសាច់ដុំទៅលើស្អីហ្នឹងឲ្យបានគ្រប់គ្រាន់ដោយសារអីដោយសារលោកកើតជំងឺទឹកនោមផ្អែមយូរទៅគេហៅថាទំហំរបស់សរសៃឈាមដែលទៅចិញ្ចឹមគេហៅថាអាកាពីយ៉ាទូចទៅចិញ្ចឹមសាច់ដុំទៅចិញ្ចឹមកោសិកាមួយចំនួនដើម្បីឲ្យសាច់ដុំមានកម្លាំងចាអានឹងវាចុះថយពេលណាចុះថយហើយណាមួយប្រហែលជាលោកអត់បានធ្វើចលនាឲ្យបានខ្លាំងក្លាអញ្ចឹងធ្វើឲ្យសាច់ដុំឲ្យខ្សោយមួយមួយយើងញ៉ាំទៅយើងញ៉ាំអាហារទៅឧទាហរណ៍យើងញ៉ាំអាហារទៅធម្មតាការញ៉ាំអាហារវាត្រូវមានស្អីមួយទៅដឹកជញ្ជូនទៅចិញ្ចឹមឲ្យទៅដល់ចាប៉ុន្តែពេលដែលឡានយើងដឹកទៅដល់ឡានយើងអត់មានលទ្ធភាពដឹកទៅដល់ទេអញ្ចឹងធ្វើឲ្យសរីរាង្គខ្សោយទាំងអស់មិនមែនថាតែជង្គង់លោកខ្សោយទេសរីរាង្គផ្សេងក៏ខ្សោយដែរតាំងពីតម្រងនោមតាំងពីថ្លើមតាំងពីអីទាំងអស់គឺខ្សោយទាំងអស់អញ្ចឹងជាយោបល់ខ្ញុំមិនមែនជាជំងឺសន្លាក់ទេអញ្ចឹងលោកមិនបាច់ភ័យទេកុំភ័យតាំងខ្ញុំកើតអានឹងហើយខ្ញុំតែទៅកើតជំងឺសន្លាក់ទៀតជំងឺសន្លាក់ជំងឺផ្សេងអញ្ចឹងជំងឺនេះមិនមែនជាជំងឺសន្លាក់ទេលោកត្រូវព្យាបាលជំងឺទឹកនោមផ្អែមឲ្យបានត្រឹមត្រូវទៅតាមវិជ្ជបញ្ជារបស់គ្រូពេទ្យខ្ញុំចាំច្បាស់ណាឧទាហរណ៍ជាតិស្ករលោកឡើងដល់200 300លោកតម្លាក់មកត្រឹម110 120 130អីចឹងទៅបានហើយខំប្រឹងធ្វើចលនាឲ្យបានខ្លាំងនឹងធ្វើហាត់ប្រាណហាត់អីទៅសាច់ដុំនឹងឡើងវិញពេលណាលោកហាត់ប្រាណពេលណាលោកធ្វើការងារខ្លាំងសាច់ដុំនឹងខ្លាំងជង្គង់នឹងលែងសោយនឹងលែងឈឺហើយអត់មានបញ្ហាឯការឡើងទេអញ្ចឹងទី1ដាច់ខាតយើងព្យាបាលទឹកនោមផ្អែមឲ្យមកប្រកដីឡើងវិញគឺលោកកើតជំងឺទឹកនោមផ្អែមលោកត្រូវតែព្យាបាលត្រូវតែលេបថ្នាំមួយជីវិតចាំសម្ដីខ្ញុំណានៅពេលដែលលោកលេបចុះក្នុងកម្រិតមួយថាកម្រិត110 120ហើយថាអូខ្ញុំជាហើយខ្ញុំឈប់លេបហើយអូខេនឹងកើតឡើងវិញទឹកនោមផ្អែមហ្នឹងនឹងទឹកឈាមហ្នឹងនៅក្នុងស្ករនៅក្នុងឈាមវានឹងកើនឡើងវិញអញ្ចឹងដាច់ខាតលោកលេបថ្នាំឲ្យបានទៀងទាត់ទៅតាមវិជ្ជបញ្ជារបស់គ្រូពេទ្យដែលព្យាបាលលោកសប្តាហ៍ថ្ងៃហ្នឹងណាបើសិនជាលោកព្យាបាលនឹងហើយបានល្អហើយពេលនោះសាច់ដុំលោកស្អីសរីរាង្គរបស់លោកនឹងកើនឡើងវិញពេលដែលយើងធ្វើប្រឹងធ្វើចលនាឲ្យខ្លាំងចាអរគុណមានប្រិមិត្តចេញមកទៀតហើយចាសូមចេញ Hello ជំរាបសួរជំរាបសួរលោកវិទ្យាករទាំងពីរនេះជំរាបសួរលោកវិជ្ជបណ្ឌិតចានោះពីស្រាប់មកពីសង្កាត់សាកណ្ដោទីបើថៃនៅក្នុងកំពង់តែមានជំងឺរលាកសន្លាក់ជង្គង់ហើយជំងឺរបស់ចានេះខ្ញុំចង់សួរពីរបៀបញ៉ាំទាក់ទងនឹងការញ៉ាំបន្លែណាចាហើយទឹកបន្លែដែលខ្ញុំញ៉ាំបាននេះជាបន្លែប្រភេទយ៉ាងម៉េចចាមានអីទៀតទេអ្នកបងដោយសារថាអត់មានទេគឺខ្ញុំចង់សួរពីញ៉ាំធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយការជឿសម្លាក់ហ្នឹងចង់ដឹងពីរបៀបទទួលទានចាចាអញ្ចឹងលោកស្រីបានធ្វើការព្យាបាលថ្នាំហើយមែនទេចាចាខ្ញុំបានទៅពេទ្យទៅពីពេទ្យព្រះចេតមាននេះហើយខ្ញុំបានលេបថ្នាំតាមវិទ្យាវិទ្យាចាប៉ុន្តែមិនបាត់ទេប៉ុន្តែឃើញថាអន់ខ្លះដែរចាអរគុណលោកវិជ្ជបណ្ឌិតនឹងជំរាបជូននៅចម្លើយចាជំរាបលាអ្នកបងចាខ្ញុំសូមចាអរគុណអូខេខ្ញុំសូមឆ្លើយថា
ពេលដែលអ្នកបងចុះហាអ្នកបងចុះអ្នកបងកើតលាកសន្លាក់ជង្គង់ហ្នឹងថាគួរញ៉ាំបន្លែស្អីដែលមានល្អសម្រាប់សុខភាពរបស់យើងបន្លែអីក៏ដោយឲ្យតែបន្លែអាចញ៉ាំទៅវាល្អជាងសាច់ចាំនិយាយចឹងតែបន្លែដែលគេញឹមយើងទទួលបានការជោគជ័យដែលយើងសង្កេតឃើញទៅតាមនេះហ្នឹងគឺគេហៅថាស្អីបារាំងស្ដែកបារាំងអាគួរវាចាអាហ្នឹងភាគច្រើនហើយដែលល្អបំផុតគឺយើងគិតថាជារុក្ខជាតិបៃតងចារុក្ខជាតិបៃតងអូជាដូចជាតគួនដូចជាផ្ទីដូចជាស្អីហ្នឹងស្ពៃហ្នឹងណារុក្ខជាតិបៃតងគឺល្អបំផុតសម្រាប់សរីរាង្គរបស់អ្នកមីងបើសិនជាអាចធ្វើទៅបានចាបើសិនជាអាចញ៉ាំបានច្រើនកាន់តែល្អអាចបន្ថយសាច់ឲ្យបានច្រើនចាញ៉ាំអាហ្នឹងគឺច្រើនល្អអាចជួយផ្ទីស្អីអាខ្ទឹមបារាំងអាស្អីស្ដែកបារាំងអាហ្នឹងអាហ្នឹងវានឹងជួយបង្កើនចលៈជង្គង់របស់យើងចាបាទស្ដែកបារាំងរបស់យើងហ្នឹងហើយខ្លាញ់ហ្នឹងយើងប្រើពួកខ្លាញ់ប្រេងដូងប្រេងអីណាកុំឲ្យពួកប្រើខ្លាញ់សាច់ជ្រូកអីខ្លាញ់ប្រេងស្ដែកប្រេងអីបាទហ្នឹងហើយបន្លែគឺជាល្អប៉ុន្តែបន្លែដែលល្អគឺយើងអាចបន្លែរុក្ខជាតិបៃតងល្អជាងចាប៉ុន្តែការ៉ុតកាស្អីក៏អាចជួយជំនួយយើងបានខ្លះដែរជួយមួយផ្នែកខ្លះដែរតែឲ្យតែបន្លែបើសិនជាយើងញ៉ាំបន្លែបានកាន់តែច្រើនកាន់តែល្អខ្ញុំគិតថាអញ្ចឹងចាបាទអូខេចាតែទន្ទឹមនឹងញ៉ាំបន្លែហ្នឹងគឺបងព្យាបាលឲ្យបានត្រឹមត្រូវហើយហាត់ប្រានកុំភ្លេចមិនថាបងជឿស្លាក់បងអត់ហាត់ប្រានអត់ហាត់ប្រានគេងរហូតដល់ឡើងទងន់ហើយបើសិនជាបងទងន់លើសពីគេហៅស្តង់ដារកំណត់របស់អង្គការសុខភាពពិភពលោកឧទាហរណ៍មិញខ្ញុំយើងក៏បានសួរគាត់ទងន់ប្រហែលបើសិនជាលើសទងន់បងគួរតែបន្ថយទងន់ឲ្យបានច្រើនជង្គង់នេះឈឺដោយសារខ្ញុំគិតថាភាគច្រើនទៅលើស្ត្រីហ្នឹងគឺភាគច្រើនគាត់ធាត់ពេលណាធាត់ធម្មតាជង្គង់យើងកំណត់នៅក្នុងអង្គការធម្មតាសរីរាង្គរបស់មនុស្សយើងវាកំណត់ទៅតាមទម្ងន់ទៅតាមប្រភេទរបស់យើងបើមិនទម្ងន់យើងខ្លាំងពេកការទ្រជង្គង់របស់យើងវាត្រូវទាមទារការទ្រយើងឈរយើងដើរយើងអីហ្នឹងវាត្រូវនៅក្នុងកម្រិតមួយដែលធ្ងន់ខ្លាំងពេកវាធ្វើឲ្យវាទល់វាធ្វើអត់អាចទប់ទ្រទម្ងន់នឹងបានអញ្ចឹងបើវាលែងទ្រទម្ងន់ជាប់វាធ្វើឲ្យគាត់ឈឺជង្គង់ហ្នឹងស្លាកជង្គង់ហ្នឹងអញ្ចឹងក៏បើមិនគាត់ធាត់គាត់នេះគួរបញ្ចុះទម្ងន់ឲ្យបានល្អហាត់ប្រាណញ៉ាំបន្លែច្រើនអូខេនឹងធម្មតាហើយសុខភាពល្អបាទចាហើយជាទូទៅជំនឿសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងនៅពេលដែលគាត់ឈឺឆ្អឹងឈឺឆ្អែកឬក៏ឈឺសន្លាក់គាត់តែងតែញ៉ាំទឹកសណ្ដែកដើម្បីគាត់ថាបង្កើតជាតិប្រេងនៅក្នុងជង្គង់របស់យើងឲ្យមានអារម្មណ៍ថាលាស់ដែរលាស់ជាងស្រួលវាជាការបណ្ដែរទេលោកគ្រូបាទព្រោះធម្មតាក្នុងជាតិសណ្ដែកហ្នឹងវាមានជាតិប្រេងច្រើនវាអាចជួយបង្កើនប៉ុន្តែជាមួយភាគតូចទេវាមិនមែនល្អ 100% ធ្វើឲ្យគាត់កើតបានទេគឺអាស្រ័យលើសរីរាង្គរបស់គាត់ផងចាបើមិនសរីរាង្គគាត់មិនទទួលទៅលើអាការហ្នឹងក៏អត់បានដែរអញ្ចឹងការញ៉ាំអីមិនប្រកាសថាអូមនុស្សកគាត់ញ៉ាំមកស្អីសណ្ដែកហ្នឹងដាក់ទៅត្រូវជង្គង់គាត់ក៏លែងឈឺប៉ុន្តែអ្នកខអាចញ៉ាំទៅជង្គង់គាត់លែងឈឺទេអត់ទេគឺអាចបន្លែផ្សេងទៀតចាជំនួសអ្នកកហ្នឹងញ៉ាំថ្នាំប្រភេទហ្នឹងត្រូវអ្នកខហ្នឹងក៏មិនប្រកាសថាញ៉ាំថ្នាំប្រភេទហ្នឹងត្រូវដែរវាអាចខុសគ្នាអញ្ចឹងណាអញ្ចឹងយើងគួរតែជ្រើសរើសប្រភេទណាដែលធ្វើឲ្យសរីរាង្គគាត់អាដាប់ទេបានន័យថាសម្របសម្រួលទៅនឹងសរីរាង្គរបស់គាត់បានចាឥឡូវនេះក៏មានសំណួរគាត់សួរថាដូចថាធ្លាប់មានតិជនរបស់យើងគាត់ឈឺកែងដៃចាហើយគាត់ធ្លាប់ទៅពិនិត្យឈាមឡើងទៅដល់5លេខហើយគាត់បានលេបថ្នាំនឹងមានជាអាហារតើក្នុងករណីនេះយ៉ាងណាដែរវាជាប្រភេទជំងឺរលាកសន្លាក់ហ្នឹងឬក៏យ៉ាងណា5លេខមិនខ្ញុំអត់យល់កន្លែងហ្នឹងខ្ញុំអត់យល់ដែរព្រោះសំណួរគាត់ដាក់មកឲ្យអញ្ចឹងណាចាដោយសារមានប្រិមិត្តគាត់អញ្ជើញទូរស័ព្ទមកចាសូមអនុញ្ញាតចូល Halo ចា Halo ជំរាបសួរ Halo ជំរាបសួរបានចាជំរាបសួរបាទជំរាបសួរបាទខ្ញុំបាទជំរាបសួរសុខសប្បាយទាំងអស់គ្នាបាទចាអគិសាញ់ខ្ញុំសូមស្គាល់ឈ្មោះអាយុនឹងអាសយដ្ឋានខ្ញុំនៅច្បារអំពៅចាលោកឈ្មោះអ្វីដែរចាខ្ញុំឈ្មោះសោមចន្ទថនចាលោកឈ្មោះសោមចន្ទថនបាទលោកចន្ទថនមានសំណួរអ្វីអញ្ជើញមានប្រសាសន៍ចាចង់សួរបន្តិចព្រោះគួយមើលហ្នឹងវាយូរក្រែលហើយមិញខ្ញុំឮលោកតគាត់បកស្រាយពីរឿងរលាកបំពង់កបាទមូលហេតុ
ចេញពីរលាបមកមកបានថាបើមានមេរោគអីវាដល់ស្លាក់ក្បាលជង្គង់ហ្នឹងបើខ្ញុំឈឺស្លាក់រាល់ថ្ងៃនេះតែវារឿងកកខ្ញុំនេះវារលាកហ្នឹងវាយូរហើយលាកហ្នឹងវាទៅជាជំងឺដូចថាពីមុនទៅសាច់ច្រមុះហ៎បាទដល់ចឹងទៅគេថាលាករហូតកកហ្នឹងចាំមកទៀតចាសូមអញ្ជើញបាទដល់ហើយទៅគឺពេទ្យគេថាខ្ញុំហ្នឹងវាទៅជាអាឡែកស៊ីហើយដល់ចឹងគឺអាច្រមុះហើយនឹងបំពង់កហើយនឹងត្រចៀកហ្នឹងគឺវាលាករហូតបាទអញ្ចឹងបានខ្ញុំចង់សួរថាតើយើងអាចមានវិធីមិនបើឲ្យលេបអារអត់ឆ្នាំណាដាក់បាត់អាលេបបំពង់កឲ្យច្រមុះត្រចៀកហ្នឹងតើអាចមានឆ្នាំទេបាទមានបច្ចេកទេសអីនឹងចង់ថាឲ្យបាត់អាហ្នឹងបាទចង់សំណួរសួរតែប៉ុណ្្នឹងឯងវាតាក់តងព្រោះខ្ញុំស្ដាប់មិញហ្នឹងឬលោកតគាត់បកស្រាយមិញហ្នឹងថាវាដើមហេតុចេញពីវលេបបំពង់កបាទអញ្ចឹងមានតែប៉ុណ្្នឹងឯងអរគុណហើយជម្រាបលាចាបាទអរគុណជំរាបសួរលោកចំផនអរគុណសំណួរនេះពិតជាល្អលោកបានលាកបំពង់កហើយជឿស្លាក់ទៀតក៏តែការលាកបំពង់កលាកច្រមុះរបស់លោកនេះគឺដោយសារ allergy អញ្ចឹងបានន័យថាលោកធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ហើយថា allergy តើគួរធ្វើយ៉ាងម៉េចដើម្បីបាត់ allergy របស់លោកនឹងវិធីសាស្ត្រដែលល្អបំផុតគឺយើងអាចមានវិធីសាស្ត្រមួយល្អប៉ុន្តែលោករកដោយខ្លួនឯងឬក៏យើងអាចរកកត់សម្គាល់ដោយខ្លួនឯងតើ allergy លោកនឹង allergy មួយអីញ៉ាំអីខុសបាទខុសញ៉ាំអីឬក៏លោក allergy មួយម៉ាស៊ីនត្រជាក់បើសិនជាលោក allergy មួយម៉ាស៊ីនត្រជាក់បានន័យថាលោកកុំគេងនៅនឹងម៉ាស៊ីនត្រជាក់នឹងបាត់ជំងឺនឹងបើសិនជាលោក allergy នឹងគ្រឿងសមុទ្រឧទាហរណ៍យើងកុំញ៉ាំគ្រឿងសមុទ្រទៅយើងនឹងបាត់ហើយអញ្ចឹងវាអត់មានបញ្ហាអីគឺបញ្ហាទៅលើសរីរាង្គរបស់យើងទោះបីសរីរាង្គរបស់យើងនៅក្នុងមនុស្សមួយអត់ដូចគ្នាទេដូចខ្ញុំបានជម្រាបខាងដើមអញ្ចឹងវាអត់ដូចគ្នាទេអ្នកខ្លះអាចញ៉ាំបកងបានអ្នកខ្លះញ៉ាំបកងអត់បានទេតែបើលោកញ៉ាំបកងអត់បានគួរលោកកុំញ៉ាំបកងឧទាហរណ៍បើបកង allergy បើសិនជាលោករមូលហេតុនៃការ allergy ហ្នឹងដោយសារបញ្ហាអីឧទាហរណ៍បញ្ហាដោយសារជួនកាលកតិចមុងកតិចភួយឬក៏ភួយប្រភេទហ្នឹងលោកអត់អាចទៅដល់ពេលបានទេអញ្ចឹងលោកត្រូវទៅដាច់ខាត់ត្រូវបោះចោលឧទាហរណ៍ចៃដន្យលោកធ្វើការនៅក្នុងរោងចក្រមួយដែលលោក allergy នឹងប្រភេទហ្នឹងនឹងប្រភេទរោងចក្រហ្នឹងអាកណាត់ហុយហ្នឹងធំក្លិនហ្នឹងអញ្ចឹងលោកគួរតែឈប់ធ្វើការនៅក្នុងរោងចក្រហ្នឹងហើយសួរថាចុះបើឈប់ធ្វើការនៅរោងចក្រហ្នឹងបានអីញ៉ាំគួរតែស្វែងរកការងារផ្សេងក្រៅពីហ្នឹងដើម្បីកុំឲ្យយើងកើត allergy អញ្ចឹងលោកត្រូវរកខ្លួនឯងឲ្យច្បាស់លាស់ថាតើយើង allergy ដោយសារអីអញ្ចឹងជំងឺសន្លាក់របស់លោកផ្សេងទេមិនមែនជំងឺសន្លាក់ដោយសារឈឺបំពង់កទេឈឺបំពង់ក allergy គឺវាអត់មានបង្កើតអង់ទីកអង់ទីសែនអីទៅសម្រាប់ខ្លួនយើងទេអត់មានទេអត់មែនជា malady autoimmune ទេជាជំងឺ allergy ប៉ះពាល់ទៅលើរបស់ខាងក្រៅខ្លួនរបស់យើងបើយើងប៉ះស្អីមិនបានយើងគួរតែបញ្ឈប់ allergy នឹងបាត់ហើយលោកសឹងមិនបាច់ញ៉ាំថ្នាំបើសិនជាលោករកឃើញជួនកាលដល់រដូវផ្ការីកអីចឹងលំអងផ្កាអីហុយមកធ្វើឲ្យលោក allergy លោកគួរជៀសវាងការពារពាក់ម៉ាស់ពាក់អីកុំឲ្យប៉ះពាល់នឹងបាត់ទៅលើសរីរាង្គហ្នឹងហើយអញ្ចឹងយើងត្រូវរកខ្លួនឯងយើងហើយយើងសម្គាល់ខ្លួនឯងយើងឬក៏លោកធ្លាប់ប្រើថ្នាំប្រភេទណាដែលធ្វើឲ្យ allergy ហ្នឹងឧទាហរណ៍ប្រើប៉ារ៉ាប្រើថ្នាំអ្នកខ្លះប្រើវីតាមីនឬក៏ប្រើស្អីផ្សេងអង់ទីប៊ីតិកផ្សេងថ្នាំសាស្ត្រផ្សេងដែលធ្វើឲ្យលោក allergy ហ្នឹងអញ្ចឹងលោកគួរបញ្ឈប់អាហ្នឹងទៅគឺបានហើយអញ្ចឹងចំណុចសំខាន់បំផុតរកឲ្យឃើញថា allergy ដោយសារអីលោកគួរតែរកខ្លួនឯងព្រោះធម្មតាគ្រូពេទ្យអត់អាចរកឲ្យដឹងទេព្រោះការប្រើប្រាស់របស់របរលោកសពថ្ងៃហ្នឹងជួនកាលលោកប្រើសាប៊ូប្រភេទណាមួយក៏ធ្វើឲ្យគាត់ allergy ដែរចាបាទរកខ្លួនឯងចាអរគុណសម្រាប់ការចូលរួមពីលោកវិជ្ជបណ្ឌិតចាឯកទេសសេចក្ដីនៅមន្ទីរពេទ្យព្រះកុសុមៈអញ្ចឹងជាចុងក្រោយតើចាលោកគ្រូមានពាក្យពេចន៍អ្វីនិយាយទៅកាន់ប្រិមិត្តឬក៏អតិថិជនរបស់យើងដែលគាត់ជាអ្នកជំងឺចាដែលមានបញ្ហាផ្នែករលាកសន្លាក់នេះចាសូមជឿបាទជាបញ្ចប់នេះខ្ញុំសូមថ្លែងអំណរគុណដែលបានតាមដានទស្សនានៅក្នុងកម្មវិធីវិបត្តិខ្ញុំថ្ងៃនេះខ្ញុំមានកិត្តិយសមកធ្វើការបកស្រាយនៅជំងឺរលាកសន្លាក់នេះហើយជាដំបូងមានរបស់ខ្ញុំសូមឲ្យបងប្អូនបើសិនជាបងប្អូនមានជំងឺសន្លាក់ហើយត្រូវរត់រកគ្រូពេទ្យព្យាបាលឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសជៀសវាងការប្រើប្រាស់ដោយខ្លួនឯងប្រើថ្នាំដោយខ្លួនឯងកាលណាប្រើប្រាស់ថ្នាំដោយខ្លួនឯងគឺមានបញ្ហាធំខ្លាំងមែនទែនណាជំងឺសន្លាក់ខ្លះវាអាច deform សន្លាក់របស់យើង
ចេញពីមួយទៅមួយបង្កើតទៅដេប៉ូកៅសិចនៅលើនឹងនៅលើម្រាមដៃកាច់ដៃកាច់ជើងលោកឲ្យវាចឲ្យអីទៀតណាអញ្ចឹងដើម្បីឲ្យបានច្បាស់លាស់គឺលោកត្រូវបងប្អូនទាំងអស់ទៅរកគ្រូពេទ្យឯកទេសផ្នែកសាឡាក់បើមិនជាយើងឈឺហើយពេលយើងឈឺហើយយើងពេលយើងព្យាបាលហើយយើងទៅរហាត់ប្រាណឲ្យបានល្អឲ្យបានអីល្អឲ្យស្ររៀងយើងល្អយើងគេងឲ្យបានគ្រប់គ្រាន់ធ្វើការងារឲ្យបានគ្រប់គ្រាន់ល្អហើយបើយើងមិនទាន់ឈឺទេយើងត្រូវតែការពារដោយសារអីយើងបន្ថយសាច់ខ្លះទៅបន្ថយអាហារណាដែលមិនន័យថាស្រីយើងមិនទទួលស្គាល់អ្នកខ្លះថាបន្ថយមិនលោកគ្រូខ្ញុំចូលចិត្តសាច់ប៉ុន្តែយើងចូលចិត្តមែនប៉ុន្តែយើងអាចបន្ថយខ្លះចាជៀសវាងយើងញ៉ាំឧទាហរណ៍អាហារដែលមិនប្រក្រតីឧទាហរណ៍សាច់ក្រកមានខ្លាញ់អីគេញាត់ចូលនឹងឆ្ងាញ់អីចឹងណាយើងកុំអីយើងអាចប្រើប្រាស់ត្រីឬយើងញ៉ាំបន្លែញ៉ាំអីឲ្យបានច្រើនដើម្បីឲ្យបាននេះបានសុខភាពយើងល្អហើយពេលណាសុខភាពយើងល្អអ្វីៗល្អទាំងអស់សុខភាពជាជំរើសទី1សម្រាប់ជីវិតរបស់យើងសប្តាហ៍នេះអូខេអរគុណចាបាទអរគុណចាហើយពីកម្មវិធីរបស់យើងក៏ដល់ទីបញ្ចប់ជាចុងក្រោយនេះខ្ញុំក៏សូមអរគុណសម្រាប់ការតាមដានទស្សនារបស់លោកវិសេនីកញ្ញាតាំងពីដើមរហូតដល់ចប់ទៅលើប្រធានបទតើជំងឺរលាកសន្លាក់គឺជាអ្វីអរគុណច្រើនមែនទែនសម្រាប់ការចូលរួមហើយនេះខ្ញុំក៏សូមអរគុណដល់ចនច័ន្ទសាឡនដែលបានផាត់មុនទូរស័ព្ទអរគុណដល់ហាងលក់សម្លៀកបំពាក់ P-Shop ចាអរគុណដល់ប្រិយមិត្តទស្សនិកជនដែលបានចំណាយពេលវេលាតាមដានទស្សនាកម្មវិធីវិបត្តិខ្ញុំពិសេសបានអញ្ជើញផ្ដល់កិត្តិយសចូលរួមនាងខ្ញុំសូមឆ្លើយសំណួរចុងក្រោយដែលបងប្អូនបានផ្ញើសារមកកាន់កម្មវិធីថាឈឺកែងដៃហើយទៅមើលទៅអាស៊ីតឡើងចាសម្រាប់អ្នកដែលមានអាស៊ីតឡើងគឺបណ្ដាលមកដោយលោកគ្រូបានមានប្រសាសន៍ហើយភាគច្រើនគឺមកពីយើងចូលចិត្តញ៉ាំសាច់ច្រើនអញ្ចឹងយើងបន្ថយសាច់ចាឬប្រូតេអ៊ីនហ្នឹងទៅពិសេសសាច់ដែលក្រហមហើយក្រៅពីបន្ថយសាច់ក្រហមហើយគឺយើងញ៉ាំបន្លែផ្លែឈើធម្មតាឬក៏អាហារធម្មតាចាគឺយូរទៅគឺលោកស្រីនឹងបានធូរស្បើយជាពំខានហើយកុំភ្លេចទទួលទានថ្នាំតាមវិជ្ជបញ្ជាអរគុណដល់ post ដែលបានផ្ដល់សម្ភារៈពាក់អរគុណដល់សម្អាងការមកុដពេជ្រផ្លូវកម្ពុជាក្រោមដែលបានតុបតែងមុខនឹងធ្វើសក់ចាសម្រាប់ពេលនេះយើងខ្ញុំទាំង3អ្នកសូមអរគុណសូមគោរពលាជួបគ្នាសប្តាហ៍ក្រោយតាមពេលវេលានៅម៉ោងដដែល